មហាសុបិនទី10ព្រះរាជាបបិទ្ធព្រះអង្គដ៏ចម្រើនទូលព្រះបង្គំបានឃើញបាយឆ្អិនដែលគេចំហុយដោយខ្ទិះនៅក្នុងឆ្នាំងតែមួយជាមួយគ្នាមិនទាន់ឆ្អិនទាំងអស់ទេដែលអ្នកដាំចំហុយត្រួតពិនិត្យមើលទៅឃើញថាមិនទាន់ឆ្អិនសព្វឡើយមួយចំណែកជាបាយខ្លោចមួយចំណែកជាបាយឆៅមួយចំណែកទៀតជាបាយឆ្អិននេះជាសុបិនទី10របស់ទូលព្រះបង្គំតើអ្វីជាផលនៃសុបិនខនេះព្រះករុណាព្រះអង្គព្រះសម្មាសម្ពុទ្ធមហាបពិតផលសំបីរបស់សុបិនខនេះនឹងមានក្នុងអនាគតដូចគ្នាដោយថាក្នុងអនាគតកាលខាងមុខបរិជាទាំងឡាយនឹងមិនតាំងនៅក្នុងធម៌ពេលបរិជាទាំងនោះមិនតាំងនៅក្នុងធម៌ហើយខ្ញុំរាជការក្តីព្រាហ្មណ៍នឹងក្រហមក្តីប្រជាពលរដ្ឋនិគមប្រជាពលករជនបទក្តីរួមដល់មនុស្សទាំងអស់រាប់តាំងពីសាមណៈនិងព្រាហ្មណ៍នាំគ្នាមិនតាំងនៅក្នុងធម៌សូម្បីទេវតាទាំងឡាយក៏មិនតាំងនៅក្នុងធម៌ព្រោះជាស្ដេចអធម្មករាជខ្យល់ទាំងឡាយបក់ផាត់មិនស្មើផាត់ខ្លាំងធ្វើឲ្យវិមានក្នុងអាកាសរបស់ទេវតាញាប់ញ័រពេលវិមានទាំងនោះត្រូវខ្យល់បក់ផាត់ញាប់ញ័រហើយពួកទេវតាក៏នាំគ្នាក្រោធនិងមិនឲ្យមានភ្លៀងធ្លាក់ថែមហើយថែមទៀតឲ្យកាន់តែខ្លាំងទៅតាមខេត្តខណ្ឌបើមិនដូច្នោះភ្លៀងនឹងមិនធ្លាក់ឲ្យជាឧបការៈដល់ការសាបព្រោះក្នុងទីទាំងពួងនឹងមិនធ្លាក់គ្រាប់ភ្លៀងទៅដល់សំបីជនបទសំបីក្នុងភូមិសំបីក្នុងត្រពាំងមួយសំបីក្នុងស្រះតូចមួយដូចគ្នាក្នុងដែនដូច្នោះពេលធ្លាក់ភ្លៀងពីលើត្រពាំងក៏នឹងមិនធ្លាក់ក្នុងកន្លែងក្រោមពេលធ្លាក់ក្នុងទីកន្លែងខាងក្រោមនឹងមិនធ្លាក់ក្នុងកន្លែងខាងលើសន្ទូងស្រូវនឹងក្រៀមស្ក្រល់ពេលភ្លៀងធ្លាក់ល្អក្នុងកន្លែងណាមួយសន្ទូងនឹងសម្បូរសន្ទូងដែលសាបព្រោះហើយក្នុងខណ្ឌសីមារបស់ព្រះរាជាមាន3ស្ថានដោយប្រការដូច្នេះភ័យសំបីមានសុបិននេះជាហេតុនឹងមិនមានដល់មហាបពិតសូមព្រះរាជាទ្រង់ត្រាស់ប្រាប់សុបិនទី11តទៅទៀតចុះមហាបពិតមហាសុបិនទី11ព្រះរាជាបពិតព្រះអង្គដ៏ចម្រើនទូលព្រះបង្គំបានឃើញមនុស្សទាំងឡាយយកក្លឹមច័ន្ទមានតម្លៃរាប់សែនកហបណៈទៅដូរយកខ្លាញ់ស្អុយនេះជាសុបិនទី11របស់ទូលព្រះបង្គំតើអ្វីជាផលនៃសុបិននេះព្រះករុណាព្រះអង្គព្រះសម្មាសម្ពុទ្ធមហាបពិតសូម្បីផលនៃសុបិននេះក៏នឹងមានក្នុងអនាគតក្នុងពេលសាសនារបស់តថាគតចោះអន់ថយទ្រមនោះឯងដោយថាក្នុងការខាងមុខពួកភិក្ខុអលជីឃើញតែបច្ច័យ4ពួកទាំងនោះនឹងនាំគ្នាសម្ដែងធម្មទេសនាដែលតថាគតពោលតែដៀលក្នុងការលោភនៅបច្ច័យទុកដល់ពួកជនដតីព្រោះហេតុតែបច្ច័យ4មានចីវរបច្ច័យជាដើមនឹងមិនអាចសម្ដែងឲ្យផុតពីបច្ច័យទាំងឡាយហើយតាំងនៅក្នុងធម៌នាំឲ្យសត្វផុតចាកទុក្ខតម្រង់ចំពោះព្រះនិព្វានជនទាំងឡាយនឹងស្ដាប់នៅសេចក្តីសម្បូរនៃបទនិងជញ្ជនៈនិងសំនៀងដែលពីរោះតែម្យ៉ាងទាំងនោះហើយនឹងបូជាឯងហើយញ៉ាំងជនដតីឲ្យថ្វាយនៅបច្ច័យទាំងឡាយមានចីវរជាដើមដែលមានតម្លៃច្រើនភិក្ខុទាំងឡាយពួកខ្លះទៀតនាំគ្នាអង្គុយទីផ្សេងមាននៅតាមផ្លូវថ្នល់បាយជា4និងមាត់ស្រះព្រះបរមរាជវាំងជាដើមហើយសម្ដែងធម៌ដោយយករូបយៈមានរៀលកហបណៈកន្លះកហបណៈរៀលបាតរៀលមាសកៈជាដើមដោយប្រការដូច្នោះយកធម៌ដែលតថាគតសម្ដែងទុកមានតម្លៃរាប់ប្រមាណមិនបានគួរដល់ព្រះនិព្វានបែរជាទៅសម្ដែងដោយយកបច្ច័យ4និងរូបយៈមានរៀលកហបណៈដឹងរៀលកន្លះកហបណៈជាដើមនឹងដូចជាវងមនុស្សយកក្លឹមច័ន្ទមានតម្លៃរាប់សែនកហបណៈទៅដូរយកខ្លាញ់ស្អុយដូច្នោះភ័យសំបីមានសុបិននេះជាហេតុក៏មិនមានដល់មហាបពិតសូមស្ដេចទ្រង់ត្រាស់ប្រាប់សុបិនខទី12តទៅទៀតចុះមហាបពិត